ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គនៅក្នុងទូទាំងប្រទេសសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទហើយក៏ដូចជាបងប្អូនយុវជនសិស្សនិស្សិតទាំងអស់ដែលលេងក្នុង Facebook ហើយសូមធ្វើការតបឆ្លើយចំពោះបញ្ហាដែលអ្នកដែលខ្លាចបន្លំធ្វើជាប្រសាមេត្រីហ្នឹងហើយបច្ចុប្បន្នដូចជាឃើញទៅសុំទោសកន្លែងសម្ដេចសង្ឃហើយប៉ុន្តែទោសរបស់គាត់មិនមែនគួរតែសុំទោសស្ងាត់អញ្ចឹងរួចខ្លួនទេអត់ទេយើងត្រូវមើលច្បាប់ប្រទេសយើងតុលាការនិយាយពីបទឆោបោកគឺយើងនិយាយគិតយ៉ាងម៉េចបទឆោបោកតុលាការគួរតែគិតហើយអ្វីដែលសំខាន់ហ្នឹងគឺការដែលគាត់ធ្វើអញ្ចឹងវាជាកេរ្តិ៍ឈ្មោះអាក្រក់ដែលធ្វើឲ្យប្រជាជនប្រជាពលរដ្ឋខ្មែរប្រទេសខ្មែរយើងអាប់អោនកិត្តិយសអាប់មុខអាប់មាត់ហើយគាត់ត្រូវតែគួរតែទូរទស្សន៍វត្ថុនឹងយកគាត់ទៅសុំទោសនៅក្នុងទូរទស្សន៍ឬក៏ថ្លែងសេចក្តីសុំទោសចំពោះសាធារណជនគ្រប់ទីកន្លែងមិនត្រឹមត្រូវមិនមែនមកសុំទោសកន្លែងសម្ដេចសង្ឃឲ្យរួចខ្លួនទេមិនត្រឹមត្រូវទេនឹងសូមឲ្យសម្ដេចសង្ឃឲ្យតុលាការក្នុងប្រទេសត្រូវស៊ើបអង្កេតទៀតតែគាត់មានបទល្មើសអ្វីខ្លះដែលរយៈពេលជាង10ឆ្នាំមកដែលគាត់ធ្វើនោះយើងនិយាយអំពីច្បាប់យើងអត់យល់ញាតអត់យល់បុគ្គលណាទេយើងយកច្បាប់ជាធំអញ្ចឹងសូមអរគុណច្រើនដែលបានទស្សនានិងស្ដាប់នៅវីដេអូនេះយើងជួយគិតទាំងអស់គ្នានេះគ្រាន់តែជាយោបល់របស់ខ្ញុំកណាអាត្មាភាពតែប៉ុណ្្នឹងឯងសូមអរគុណច្រើន